ជំរាបសួរបងប្អូនគ្នាថ្ងៃនេះខ្ញុំធ្វើម្ហូបនៅ outdoor ខាងក្រៅផ្ទះហើយមានភ្ញៀវកិត្តិយសថ្ងៃនេះគឺសតាអាមេរិកកុងវាលពីរនាក់ហើយសតាក្មួយខ្ញុំទេហើយយើងធ្វើម្ហូបថ្ងៃនេះគឺនៅចិត្តរោងបន្លែតែម្ដងបេះភ្លាមធ្វើភ្លាមបាទហើយភរិយាខ្ញុំគាត់ជាអ្នកចម្អិនម្ហូបគឺធ្វើត្រីបឹងតកួនបងប្អូនធ្លាប់តែលើត្រីបឹងកឆែតឥឡូវខ្ញុំធ្វើត្រីបឹងតកួនហើយខ្ញុំចាប់ដាក់បុកគ្រឿងនេះបុកឲ្យវាម៉ត់ដើម្បីយកទៅដាក់នៅក្នុងទឹកត្រីបឹងតកួនរបស់យើងបងប្អូនបុកចឹងទៅបុកឲ្យម៉ត់ហើយណាឡើងលឿងតែម្ដងដាក់តកួនឆាជាមួយនឹងខ្លាញ់ឲ្យវាស្លោកហើយចំពោះទឹកមិញយើង skip ចោលសិនបងប្អូនឥឡូវយើងចាប់ផ្ដើមឆាតកួនសិនដាក់ប្រហែលមួយសន្ទុះឲ្យវារៀងស្លោកហ្នឹងទៅតកួននឹងច្រើនណាស់បងប្អូនដល់ពេលដាក់ទៅវាចាប់ផ្ដើមស្លោកហើយណាគឺធ្វើរងបន្លែញាក់បេះភ្លាមលាងភ្លាមធ្វើមុខម្ហូបភ្លាមដូចនៅក្នុងវីដេអូហ្នឹងបងប្អូនបានមើលហ្នឹងគឺធ្វើនៅចិត្តរងតកួនផ្ទះខ្ញុំហើយនិយាយទៅផ្ទះខ្ញុំដាំបន្លែគ្រប់មុខបងប្អូនគឺប្រើប្រាស់បន្លែធម្មជាតិទាំងអស់អត់ប្រើប្រាស់បន្លែទិញគេទេអញ្ចឹងងាយស្រួលខ្លាំងមែនតើហើយនេះភរិយារបស់ខ្ញុំគាត់ចាប់ដើមត្រឡប់តកួនឲ្យវាសពហ្នឹងហើយបងប្អូនដែលអត់ទាន់ជួយ like follow subscribe channel YouTube ខ្ញុំកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel YouTube ខ្ញុំផងហើយនេះសកម្មភាពនៅខាងមុខផ្ទះហើយនៅចិត្តរោងបន្លែហើយខ្ញុំអរគុណបងប្អូនទាំងគ្នាខ្លាំងមែនតើដែលជួយគ្រប់គ្រងវីដេអូរបស់ខ្ញុំវីដេអូខ្លះខ្ទុះបដាហើយបាន 1k.53 ហើយបងប្អូនអរគុណច្រើនបងប្អូនប្រជាជនខ្មែរដែលគ្រប់គ្រងវីដេអូខ្ញុំច្រឡំផលិតផលនឹងហើយអរគុណច្រើនដែលជួយមើលជួយអីចឹងណាកុំភ្លេចជួយsubscribe បន្តទៀតផងហើយបន្តទៀតបងប្អូនខ្ញុំដាក់គ្រឿងដែលខ្ញុំបុកមិញហ្នឹងចូលនៅក្នុងខ្ទះហើយដាក់ស្ករអំបិលប៊ីចេងចឹងទៅហើយអត់ប្រើទឹកត្រីទេហើយតកួននេះយើងចាំដាក់ជាមួយនឹងត្រីយើងចៀនហើយបងប្អូនយើងចាំតកួនដាក់នៅក្នុងចានហើយដាក់ត្រីពីលើស្រោចទឹកដែលយើងកំពុងតែកូរនេះពីលើតែម្ដងហ្នឹងហើយមុខម្ហូបនេះងាយស្រួលធ្វើទេបងប្អូនThis is holiday បងប្អូនហើយខ្ញុំ enjoy the night នៅខាងមុខផ្ទះហើយរោងបន្លែមានតែប៉ុណ្្នឹងទេបងប្អូនហើយចាំមើលកន្លះខែទៀតវាលាស់បន្លែថ្មីចាំខ្ញុំទៅញ៉ាំនៅក្នុងរោងហ្នឹងតែម្ដងឥឡូវនេះយើងថតតែពីមុខហ្នឹងទេហើយនេះគឺជាមុខម្ហូបដែលយើងធ្វើបងប្អូនហ្នឹងហើយត្រីនេះគឺត្រីកែសបងប្អូនយើងទិញគេមកហើយចៀនវាយ៉ាងហើយយើងដាក់តកួនដែលយើងស្រស់ហ្នឹងនៅពីក្រៅហ្នឹងទៅតកួនដែលយើងត្រឡប់ខ្លាញ់មិញច្រឡំស្រស់ហើយយើងដាក់ទឹកដែលយើងធ្វើមិញហ្នឹងទឹកគ្រឿងមកយ៉ាងហ្នឹងពីលើគឺថាឆ្ងាញ់ខ្លាំងមែនទែនបងប្អូនហើយដាក់លើតុចឹងមកទំនងខ្លាំងមែនទែនហើយពេលដែលខ្ញុំរៀបញ៉ាំហ្នឹងបងស្រីខ្ញុំបានតែមកលេងខ្ញុំហើយបានខវីដេអូមួយគាត់នៅគាត់នៅភ្នំពេញបាទហូបបាយបានត្រីបានម្ហូបច្រើនណាបងបាទទៅទិញបងស្រីខ្ញុំនេះបងខ្ញុំបកើតបងប្អូននៅភ្នំពេញហ្នឹងហើយក្មួយខ្ញុំបានតែមកលេងអរគុណច្រើន